សង្ខេបរឿងទីឃីវុតជាសិរីនៅវិទ្យាល័យប្រសិទ្ធវត្តថ្នាក់ទី2ទំនើបទីឃីវុតជាមនុស្សដែលមានអារម្មណ៍អណ្ដែតអណ្ដួងចូលចិត្តការស្ដាប់ចម្រៀងស៊ីមពេលវិសមកាលទីឃីវុតបានទៅលេងឪពុកម្ដាយនៅភូមិអូតាគីខេត្តបាត់ដំបងពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជនជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀតនាងនោះឈ្មោះច័ន្ទមនីអ្នកទាំងពីរសាសងនាពីនេះពីនោះស្រាប់តែរថភ្លើងមកដល់ចំណតតាមដងទីឃីវុតនឹកស្ដានមិនចង់ឃ្លាតឡើយបុរសចំណានម្នាក់កំពុងឆរេរ៉ាឈ្មោះទេពកុសលវិចិត្រករជាឪពុកនាងច័ន្ទមនីដែលភៀសខ្លួនមកនៅស្រុកខ្មែរដោយរាជរដ្ឋាភិបាលសៀមចោទប្រកាន់គាត់ថាជាអ្នករួមគំនិតបះបោរប្រឆាំងនឹងរដ្ឋាភិបាលសៀមនាងច័ន្ទមនីបានណែនាំឪពុកនាងឲ្យស្គាល់ទីឃីវុតដែលបានជួយយកអាសានាងក្នុងពេលធ្វើដំណើរអ្នកទាំងពីរស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅរៀងៗខ្លួនចាប់តាំងពីពេលនោះមកទីឃីវុតពុំបានជួបមុខនាងច័ន្ទមនីទៀតទេថ្ងៃមួយនៅពេលសម្រាប់ពីការសិក្សាទីឃីវុតទៅមើលកុនស្រាប់តែបានជួបពីអ្នកឪពុកនិងគូម្ដងទៀតនាងច័ន្ទមនីបានបបួនទីឃីវុតទៅលេងផ្ទះនាងចាប់ពីពេលនោះមកទីឃីវុតបានចេញចូលផ្ទះនាងយ៉ាងញឹកញាប់ធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធលើពីមួយថ្ងៃទៅមួយថ្ងៃហើយទីឃីវុតបានខិតខំប្រឹងប្រែងរៀនសូត្រធ្វើឡើងក្នុងឱកាសវិស្មការក្រុមគ្រួសាររបស់នាងច័ន្ទមនីបានបបួលទីឃីវុតទៅលំហែកាយនៅសៀមរាបអង្គរពេលធ្វើដំណើរនេះមានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំគូលែនគូស្នេហ៍ទាំងពីរបានបួនស្រន់ចំពោះព្រះភ័ក្ត្រព្រះអង្គធំសូមឲ្យសេចក្តីស្នេហាគីទាំងពីរបានសម្រេចដោយបំណងនិងទទួលបាននូវសេចក្តីសុខក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញទីឃីវុតខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់ជាស្ថាពរគីសបាយរីករាយជាពុនពេកបាននាំដំណឹងល្អនេះទៅប្រាប់នាងច័ន្ទមនីតែបែរជាធ្វើឲ្យចិត្តនាយប្រែជាស្រប៉ាប់ស្រពូនទៅវិញដោយសារនាងច័ន្ទមនីនឹងឪពុកត្រឡប់ទៅស្រុកកំណើតវិញព្រោះម្ដាយនាងមានជំងឺហើយលោកទេពកុសលត្រូវរួចពីទោសផងតាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយចំណែកប្រទេសជាតិក៏មានភាពច្របូកច្របល់ដែរសាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចបម្រើផ្នែកកងធាត់វិញទីឃីវុតសម្រេចចិត្តឈប់រៀនហើយត្រឡប់ទៅស្រុកកំណើតវិញដោយសភាពការក្នុងនិងក្រៅប្រទេសមិនស្រួលហើយបានដាក់ពាក្យសុំធ្វើការងាររដ្ឋបាលជាបាឡាត់នៅខេត្តពោធិ៍សាត់ទីឃីវុតបានជួលផ្ទះមីងក្អាតពូហ៊ីតស្នាក់អាស្រ័យការធ្វើការងារនៅខេត្តពោធិ៍សាត់គេបានជួបប្រទះតែអំពើពុករលួយពីលាអវាស័យម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគីដែលជាកេងសម្ងាត់នោះថានាងច័ន្ទមនីនិងឪពុកធ្វើការជាចាបឡក់ចាស់នារីមកយកការនៅស្រុកខ្មែរធ្វើឲ្យទីឃីវុតមានការខឹងសម្បាជាខ្លាំងក៏เป็นស្ម័គ្រចិត្តចូលបម្រើកងទ័ពការប្រយុទ្ធគ្នាបានផ្ទុះឡើងធ្វើឲ្យទ័ពខាងយើងមានរបួសនិងស្លាប់ចលាអ្នកក្នុងចំណោមអ្នករងគ្រោះទីឃីវុតត្រូវរងរបួសធ្ងន់ជាងគេតែត្រូវបាននាងច័ន្ទមនីបរិច្ចាគឈាមឲ្យនិងព្យាបាលជំងឺទើបទីឃីវុតបានជាសះស្បើយទីឃីវុតមិនបានត្រេកអរចំពោះការជួយសង្គ្រោះជីវិតពីនាងទេថែមទាំងបានប្រោសសម្ដីគំរោះគំរើយអសិលធម៌ឲ្យនាងថែមទៀតផងតែនាងមិនខឹងនឹងកំឡោះទេព្រោះនាងមានហេតុផលច្បាស់លាស់ពេលត្រឡប់ពីសង្គ្រាមវិញទីឃីវុតបានទទួលតំណែងជាចៅវាយស្រុកពួកពេលនោះព្រំទៅដុលខេត្តខ្លះដូចជាបាត់ដំបងមួយភាគនេះពោធិ៍សាត់ខេត្តកំពង់ធំស្ថិតនៅក្រោមការកាន់កាប់របស់សៀមធ្វើឲ្យប្រជាជនមានការលំបាកចេញចូលប្រកបរបរកសិកម្មកំឡោះរូបនេះត្រូវបានបង្ខំចិត្តរាប់អានជាមួយនายអំភើនិងនាងជុលឡានុនដែលជាជនជាតិសៀមដោយធ្វើការចេញចូលទៅមុខផ្ទះរបស់គេមិនដែលដាច់ថ្ងៃមួយនายអំភើបាននាំឪពុកមានិងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរទីឃីវុតបានចាត់ចែងជូនដំណើរគ្រួសារនายអំភើដើម្បីតបស្នងដែលគេធ្វើល្អមកលើខ្លួនទីឃីវុតមានការសោកស្ដាយណាស់ដោយសម្លាញ់វេគីបានបដូរដំណឹងខកពីរៀងនាងច័ន្ទមនីនិងឪពុកទីឃីវុតចង់ធ្វើការសុំទូនាងតែពុំមានឱកាសសោះពេលទៅដល់របាយមកកក្រោយពីទទួលទានអាហាររួចចង់ងូតទឹកកំពុងតែបណ្ដែតអារម្មណ៍ស្រាប់តែនាងច័ន្ទមនីហើយទឹកមករកទីឃីវុតចង់សួររៀងរ៉ាវខ្លះៗទីឃីវុតបាននិយាយសុំទោសនាងតែពុំព្រមទទួលនាងជាសង្សារជាថ្មីទេព្រោះគេបានសច្ចាចំពោះព្រះភ័ក្ត្របាឌីម៉ានៃអង្គរថាបើសៀមប្រគល់ខេត្តដែលគេយកទៅឲ្យមកខ្មែរវិញទេរាប់អានសៀមជាមិត្តបានសង្គ្រាមបានបញ្ចប់សៀមបានប្រគល់ទឹកដីឲ្យមកខ្មែរវិញដោយមានលោកជូឡុងតំណាងរាជរដ្ឋាភិបាលនិងលោកអុកយ៉ាឌឺស៊ុងហ្គេជាអ្នកចុះហត្ថលេខាទទួលយកទឹកដីខ្មែរមកវិញในក្រោមការដឹកនាំយ៉ាងសកម្មរបស់មន្ត្រីខ្មែរប្រទេសជាតិមានការរីកចម្រើនបន្តបន្ទាប់ដែរលោកទេពកុសលបានសុំសិទ្ធិកាន់កាប់ដីធ្លីដែលគាត់បានទិញពីមុនមកសេចក្តីស្នេហារបស់ទីឃីវុតនិងនាងច័ន្ទមនីបានចេញជាពន្លឺភ្លឺចិញ្ចាំងឡើងវិញនៅក្រោមដំបូលវិហារមួយដោយមានការបួងសួងសូមឲ្យសេចក្តីស្នេហារបស់គេបានសុខសាន្តជារៀងរហូត